กระทรวงធម្មការនិងក្រសួងវប្បធម៌កម្ពុជាបានចេញសេចក្តីថ្លែងការណ៍ព្រមគ្នាដើម្បីតវ៉ាប្រឆាំងនឹងសកម្មភាពរំលោភបំពានរបស់អាជ្ញាធរនិងពលរដ្ឋថៃដែលបានធ្វើពិធីបួងសួងបែបសាសនានៅប្រាសាទតាក្របីនិងតំបន់ជុំវិញដែលជាទឹកដីរបស់កម្ពុជាក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាចេញផ្សាយនៅថ្ងៃពុធទី22មេសាក្រសួងទាំងពីរបានបញ្ជាក់ថាបើទោះជាភាគីកម្ពុជាចេញមុខតវ៉ាជាបន្តបន្ទាប់ប៉ុន្តែភាគីថៃនៅតែបន្តរៀបចំពិធីសាសនាបើកឲ្យចូលជាសាធារណៈនិងធ្វើសកម្មភាពផ្សេងៗនៅលើទីតាំងប្រាសាទតាក្របីក្រសួងធម្មការនិងក្រសួងវប្បធម៌កម្ពុជាចាត់ទុកសកម្មភាពរបស់ថៃថាជាការរំលោភធ្ងន់ធ្ងរលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាក្នុងន័យនេះក្រសួងទាំងពីររបស់កម្ពុជាបានអំពាវនាវដល់រដ្ឋាភិបាលថៃឲ្យបញ្ឈប់ភ្លាមៗនៅសកម្មភាពទាំងអស់នៅប្រាសាទតាក្របីនិងដកមន្ត្រីសមត្ថកិច្ចថៃចេញទាំងអស់សូមជម្រាបថាប្រតិកម្មរបស់ក្រសួងធម្មការនិងក្រសួងវប្បធម៌កម្ពុជាក៏សម្ដៅផងដែរទៅលើមន្ត្រីជាន់ខ្ពស់ថៃរួមមានរដ្ឋមន្ត្រីក្រសួងវប្បធម៌និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃដែលបានបង្ហាញវត្តមាននៅក្នុងពិធីសាសនានៅប្រាសាទតាក្របីកាសែតថៃ Thai Press បានស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃលោកស្រីសាប៊ីដាថៃសេតថារដ្ឋាភិបាលថៃមានបំណងជួសជុលប្រាសាទបុរាណនេះដើម្បីប្រែក្លាយទៅជាមជ្ឈមណ្ឌលសិក្សាជាតិមួយនៅពេលខាងមុខរដ្ឋាភិបាលថៃក៏នឹងអភិវឌ្ឍតំបន់ប្រាសាទតាក្របីឲ្យក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រផងដែរលោកបណ្ឌិតឈុតប៊ុនថងអ្នកជំនាញផ្នែកអប់រំវប្បធម៌និងទស្សនវិជ្ជាយល់ឃើញថាអ្វីដែលថៃកំពុងធ្វើនាពេលនេះបង្ហាញយ៉ាងច្បាស់ថាថៃខ្លួនឯងពិតជាតួអង្គឈ្លានពានកម្ពុជាតាមលោកបណ្ឌិតឈុតប៊ុនថងសកម្មភាពរបស់ថៃបានប្រឆាំងពីច្បាប់អន្តរជាតិទើបថាថៃមិនអាចកែប្រែទីតាំងចំនួនស្ទើរជាតំបន់ទេសចរស្របពេលដែលមិនទាន់ដោះស្រាយដាច់ស្រេចជាមួយកម្ពុជានោះទេ